មួយរំពេចភ្នែកលូក៏បានវាយសឲ្យដីនឹងដីលូក៏បាននិយាយគម្រាមសថាបើគេមិនចោះចាញ់នោះទេគេនឹងកាត់ម្រាមដៃរបស់សជាមិនខានដោយសារតែសក្បាលរឹងពេកមិនស្ដាប់លូក៏បានកាត់ម្រាមដៃរបស់សដែលធ្វើឲ្យសគឺយំប្រកែកប្រកិនពេញដីដែលជំរាបសួរអ្នកទាំងអស់គ្នាពេលនេះសូមអញ្ជើញទស្សនារឿងសាកាម៉ូតូដេបន្តទៀតបន្ទាប់ពីរឿងរ៉ាវនៅមន្ទីរវិសោធចប់សពគ្រប់អស់ហើយពេលនេះស៊ីននិងលូមានអារម្មណ៍ថាមិនស្រួលខ្លួនឡើយដូច្នេះហើយទើបសាកាម៉ូតូក៏នឹកឃើញថានាំពួកគេទៅកន្លែងមួយក្រុមសាកាម៉ូតូ Family នឹងក៏បាននាំគ្នាមកលេងលំហែកាយនៅកន្លែងផ្ទះងូតទឹកមួយដែលកន្លែងផ្ទះងូតទឹកលំហែកាយមួយនឹងគឺមានសេវាកម្មច្រើនមែនទែនមួយដូចជាផ្ទះសូណាកម្ដៅហើយនិងកន្លែងងូតទឹកកំសាន្តជាច្រើនទៀតហើយម្ចាស់ដែលមើលការកោះត្រូវផ្ទះងូតទឹកមួយនឹងក៏មានឈ្មោះថាយូតារ៉ូក៏មិនចង់ធ្វើជាម្ចាស់ផ្ទះងូតទឹកមួយនេះទេគឺគាត់ធុញនឹងការងារនឹងមែនទែនហើយការងារដែលគាត់ស្រឡាញ់នឹងចង់ធ្វើនឹងគឺជាឃាតករស៊ីឈ្នួលនឹងឯងតមកសាកាម៉ូតូរបស់ក៏បានមកជួបយូតារ៉ូដើម្បីយកកន្សែងនិងគិតលុយហើយយូតារ៉ូគាត់នៅឃើញសាកាម៉ូតូភ្លាមគឺភ័យបែកញើសតែម្ដងនិងញ័រខ្លួនធ្វើឲ្យអត់ចេញនោះទេហើយមិនត្រឹមតែប៉ុណ្ណោះយូតារ៉ូក៏បានទិញរូបថតសាកាម៉ូតូដើម្បីទិញមកមើលឲ្យច្បាស់ផងដែរហើយយើងក៏ដឹងការពិតផងដែរយូតារ៉ូក៏ចង់សម្លាប់សាកាម៉ូតូដើម្បីយកប្រាក់រង្វាន់ផងដែរប៉ុន្តែក្នុងចិត្តយូតារ៉ូនឹងគឺស្ទាក់សើដោយសារគេនឹងអត់ចេះអីនោះទេប៉ុន្តែភ្លាមនោះយូតារ៉ូក៏បាននឹកឃើញវិធីដ៏អស្ចារ្យដើម្បីកម្ចាត់សាកាម៉ូតូយកប្រាក់រង្វាន់យូតារ៉ូនឹងក៏បានឃ្លាំមើលសាកាម៉ូតូនឹងស៊ីនដើម្បីត្រៀមចាត់ការពួកគេទាំងពីរនាក់យូតារ៉ូក៏បានគិតក្នុងចិត្តផងដែរនេះគឺជាឱកាសតែមួយគត់ដែលអាចធ្វើឲ្យគេនឹងផ្លាស់ប្ដូរជីវិតខ្លួនឯងបានទាំងមូលពីព្រោះថារាល់ថ្ងៃនេះយូតារ៉ូមិនចង់ធ្វើជាម្ចាស់ហាងកន្លែងផ្ទះងូតទឹកមួយនេះទេគឺគេធ្វើទាំងចិត្តបង្ខំដោយគ្រួសារបង្ខំតែប៉ុណ្ណោះចំណែកឯស៊ីននិងសាកាម៉ូតូវិញក៏បានងូតទឹកបណ្ដានិងច្រៀងបណ្ដាសប្បាយមែនទែនហើយសាកាម៉ូតូនិងស៊ីននឹងក៏បាននាំគ្នាទៅត្រាំទឹកក្តៅប៉ុន្តែពួកគេទាំងពីរហ្នឹងត្រូវបានយូតារ៉ូឃ្លាំមើលនិងត្រៀមកម្ចាត់គ្រប់ពេលបន្ទាប់មកពេលឃើញអាកាសល្អយូតារ៉ូក៏បានចាប់ការពួកគេតែម្ដងយូតារ៉ូក៏បានចុចកុងតាក់បញ្ជាតមកមានទឹករលកដ៏ធំមួយចេញពីអាងទឹកមួយនេះនិងបោកបក់ស៊ីននិងសាកាម៉ូតូដែលធ្វើឲ្យពួកគេទាំងពីរហ្នឹងគឺប៉ើងឆ្ងាយមែនទែនតែបណ្ដាឲ្យស៊ីនហ្នឹងគឺបែកក្បាលខ្លាំងមែនទែនចំណែកយូតារ៉ូវិញពេលឃើញបែបនេះហើយគឺសប្បាយចិត្តមែនទែនប៉ុន្តែសប្បាយចិត្តបានបានផងពេលងាកមកមើលអាងទឹកវិញគឺឃើញសាកាម៉ូតូនៅកន្លែងដដែលការពិតទៅទឹករលកមួយហ្នឹងគឺបានប៉ាំងសាកាម៉ូតូទៅទេគឺប៉ាំងដល់ស៊ីននោះទេដោយសាកាម៉ូតូរបស់យើងហ្នឹងគឺមានកម្លាំងខ្លាំងពេកអាចទប់ទឹករលកដ៏ធំមួយនេះបានព្រោះអាយូថារ៉ូហ្នឹងគឺខឹងនិងក្តៅក្រហាយមែនទែនបន្ទាប់ពីត្រាំទឹកក្តៅអស់ចិត្តហើយពេលនេះសាកាម៉ូតូនិងស៊ីនក៏នាំគ្នាទៅស្ទីមសូណាម្ដងដើម្បីធ្វើឲ្យកម្ដៅខ្លួននិងបែកញើសស្រួលខ្លួនឃើញអាកាសល្អមកដល់ទៀតហើយយូថារ៉ូក៏បានសប្បាយចិត្តមែនទែននិងត្រៀមចាត់ការពួកគេជាលើកទី2ពេលដែលសាកាម៉ូតូនិងស៊ីនមកដល់ក្នុងបន្ទប់សូណាមួយនេះយូថារ៉ូក៏បានចុចកុងតាក់ដើម្បីធ្វើឲ្យបន្ទប់មួយនេះកើនកម្ដៅរហូតដល់ឆេះផងដែរគោលបំណងរបស់យូថារ៉ូនឹងគឺចង់ដុតសម្លាប់សាកាម៉ូតូនិងស៊ីននៅក្នុងបន្ទប់សូណាមួយនេះឲ្យស្លាប់តែម្ដងចំណែកសាកាម៉ូតូវិញគឺអង្គុយធ្វើធម្មតានិងអត់ខ្វល់នោះទេថែមទាំងនិយាយដល់ឡូទៀតថាស្រួលខ្លួនណាស់ពេលដែលចេញមកវិញសាកាម៉ូតូនឹងគឺបានកើតអីនោះទេចំណែកអាស៊ីនវិញសន្លប់បាត់ទៅហើយដោយសារតែស៊ីននឹងទ្រាំក្តៅអត់បានផែនការសម្លាប់សាកាម៉ូតូរបស់យូថារ៉ូជាលើកទី2ក៏បានបរាជ័យយូថារ៉ូក៏បានព្យាយាមសម្លាប់សាកាម៉ូតូពីកន្លែងមួយទៅកន្លែងមួយតែធ្វើអីសាកាម៉ូតូអត់បាននោះទេតបមកយូថារ៉ូក៏បានអន់ចិត្តនឹងខ្លួនឯងមែនទែនហើយសាច់រឿងក៏បានត្រឡប់ទៅកាន់អតីតកាលបន្តិចឪពុករបស់យូថារ៉ូក៏បានស្អីបន្ទោសទៅលើយូថារ៉ូរឿងដែលយូថារ៉ូមិនចង់ធ្វើជាម្ចាស់មុខរបរគ្រួសារមួយនេះដោយយូថារ៉ូខ្លួនឯងនឹងគឺចង់ធ្វើជាឃាតករស៊ីឈ្នួលតែធ្វើឲ្យឪពុករបស់យូថារ៉ូនឹងគឺមិនសប្បាយចិត្តនោះទេប៉ុន្តែរំពេចនោះគឺមានបងធំពីរនាក់ចូលមកអុកឡុកនៅហាងងូតទឹករបស់យូថារ៉ូមួយនេះពួកបងធំទាំងពីរនាក់នេះមកទីនេះដើម្បីគោលបំណងរបស់ពួកវាយកថ្លៃការពារពីយូថារ៉ូប៉ុន្តែយូថារ៉ូមិនព្រមឲ្យថ្លៃការពារទៅពួកវានោះទេដោយខឹងយូថារ៉ូមិនព្រមឲ្យថ្លៃការពារពួកវាពួកបងធំទាំងពីរនាក់ក៏បាននាំគ្នាព្រួតវាយយូថារ៉ូឡើងទ្រាំខ្លួនតែម្ដងដែលយូថារ៉ូនឹងមិនអាចធ្វើអ្វីបាននោះទេយូថារ៉ូមិនចេះសំបីតែវាយគ្នាតែក្តីសម័យចង់ធ្វើជាឃាតករស៊ីឈ្នួលព្រួតវាយខ្លួនចេះស្លាប់ទៅហើយតែការម៉ូតូដែលនៅក្បែរនោះគឺមិនឈរអោបដៃមើលនោះទេសាកាម៉ូតូក៏បានលូកដៃជួយយូថារ៉ូផងដែរប៉ុន្តែអត់ញ៉ៃច្រើនទេតែមួយព្រិចភ្នែកហ្នឹងសាកាម៉ូតូក៏ចាត់ការបងធំទាំងពីរនាក់នេះដោយឃើញទង្វើដ៏កក់ក្ដៅរបស់សាកាម៉ូតូបែបនេះនឹងធ្វើឲ្យយូថារ៉ូនឹងសប្បាយចិត្តក្នុងចិត្តផងដែរហើយគោលបំណងដែលគេចង់សម្លាប់សាកាម៉ូតូដើម្បីយកប្រាក់រង្វាន់ហ្នឹងក៏លែងមានទៀតដែរទង្វើដ៏កក់ក្ដៅរបស់សាកាម៉ូតូធ្វើឲ្យយូថារ៉ូស្គាល់អ្វីជាតម្លៃជីវិតហើយយូថារ៉ូក៏បានតេទៅប្រាប់ប៉ារបស់គេថាគេនឹងគឺចង់កាន់មុខរបរផ្ទះងូតទឹកមួយនេះគេសប្បាយចិត្តនឹងធ្វើវាគេមិនចង់ធ្វើជាឃាតករស៊ីឈ្នួលតទៅទៀតនោះទេចំណែកឯសាកាម៉ូតូ Family វិញសាកាម៉ូតូគឺបានបីស៊ីនចេញទៅខាងក្រៅផងដែរដោយស៊ីនហ្នឹងគឺមិនទាន់ដឹងខ្លួននោះទេហើយសាច់រឿងក៏បាននាំយើងមកដល់កន្លែងពលីយន្តហោះយើងក៏បានឃើញនៅបរិយាអាត់កំបាំងម្នាក់មិនទាន់ស្គាល់មុខមិនស្គាល់ឈ្មោះអ្វីនោះទេហើយយើងក៏មិនដឹងថាគេមកទីនេះដើម្បីក្នុងគោលបំណងអ្វីដែរនៅថ្ងៃបន្ទាប់សាកាម៉ូតូ Family ក៏បាននាំគ្នាមកញ៉ាំអីនៅ Pizza Corner ដោយពួកគេទាំង3នាក់គឺបាននាំគ្នាមកញ៉ាំ Spaghetti នៅទីនេះហើយនៅពេលដែលពួកគេកំពុងនិយាយបណ្ដានិងញ៉ាំបណ្ដានោះបរិយាអាត់កំបាំងនោះគឺនៅក្រោយខ្នងរបស់ពួកគេទាំង3នាក់ប៉ុន្តែមួយរំពេចនោះពួកគេបែរជាទាញកំភ្លើងមកបញ្ជូងសាកាម៉ូតូនិងស៊ីនទៅវិញហើយបរិយាម្នាក់នោះក៏បានបាញ់សាកាម៉ូតូមួយគ្រាប់ប៉ុន្តែសាកាម៉ូតូរបស់យើងគឺរហ័សមែនទែនប៉ុន្តែក៏ទៅសាកាម៉ូតូទាញសមករងគ្រាប់កំភ្លើងនោះទៅវិញនិយាយទៅឡើងខូនិង OP មែនទែនស៊ីនក៏បានចាត់ការបរិយាម្នាក់ទៀតឲ្យដេកផងដែរហើយសាកាម៉ូតូក៏បានទាញបរិយាម្នាក់នោះឲ្យផ្កាប់មកលើតុប៉ុន្តែយើងក៏ដឹងការពិតផងដែរបរិយាម្នាក់នេះគឺមានឈ្មោះថាវូតាងគេនឹងគឺជាបងប្រុសធំរបស់លូលូនៃវងត្រកូលម៉ាហ្វៀនៅឯប្រទេសចិនហើយគោលបំណងនៃវូតាងមកទីនេះដើម្បីយកលូលូទៅប្រទេសចិនវិញពីព្រោះ
ព្រោះថាតាំងពីឪពុករបស់លូលូស្លាប់ទៅគឺគ្មានអ្នកសងតំណែងក្លែនម៉ាហ្វីនោះទេដូច្នេះហើយវូតាំងមកនេះដើម្បីយកលូលូទៅប្រទេសចិនដើម្បីសងតំណែងរបស់ក្រុមម៉ាហ្វីមួយនេះនិងឲ្យលូលូធ្វើជាមេដឹកនាំផងដែរចំណែកឯលូលូវិញគឺយំស្រែកមែនទែនថាមិនចង់ទៅនោះទេនិងបដិសេធជាមួយវូតាំងថាមិនទៅវិញនោះទេគឺគេនៅជាមួយសាកាម៉ូតូ Family និងធ្វើការនៅក្នុងហាងម៉ាកគឺគ្រប់គ្រាន់ហើយពេលដែលឮបែបនេះហើយវូតាំងគឺមិនសប្បាយចិត្តនោះទេវូតាំងក៏បាននិយាយទាំងការថាលូលូអាចមិនទៅប្រទេសចិនវិញបានប៉ុន្តែត្រូវមានលក្ខខណ្ឌមួយវូតាំងក៏បាននាំសាកាម៉ូតូនិងស៊ីននិងលូលូទៅកន្លែងមួយដែលយើងមិនទាន់ដឹងថាជាកន្លែងអ្វីនោះទេហើយវូតាំងឲ្យពួកគេទាំង3នាក់គឺផ្លាស់កៅអៅឲ្យស្អាតបាតតែពីរនាក់កន្លែងនេះកន្លែងពួកឯងហើយកន្លែងនេះកន្លែងទេបាក់សរបស់ឯងហើយយើងក៏ដឹងផងដែរវូតាំងគឺនាំពួកគេមកកាស៊ីណូនៅក្នុងកាស៊ីណូដ៏ធំមួយនេះគឺមានមនុស្សគ្រប់ជាន់វណ្ណៈតាំងនាំពួកគេទាំង3នាក់នេះមកទីនេះដើម្បីលេងល្បែងឬ gambling ហើយវិជាលេងល្បែងរបស់វូតាំងគឺសាហាវមែនទែនគាត់ដាក់គូអង្គុយចុះភ្លាមគឺឈ្នះរាប់លានតែម្ដងហើយវូតាំងគឺនាំពួកគេមកទីនេះដើម្បីលេងល្បែងវូតាំងនិយាយឡើងលយថាបើសិនជាពួកគេទាំង3នាក់អាចលេងឈ្នះវូតាំងបានគឺលូលូមិនបាច់ទៅប្រទេសចិនវិញនោះទេតែបើសិនជាពួកគេលេងចាញ់គឺវូតាំងនឹងទៅយកលូលូទៅប្រទេសចិនវិញហើយនោះជាអ្វីដែលលក្ខខណ្ឌដែលវូតាំងនិយាយនោះឯងតែសាកាម៉ូតូក៏បាននិយាយឡើងលយថាលូលូកំភៃអីរឿងនេះទុកឲ្យសាកាម៉ូតូជាអ្នកដោះស្រាយហើយសង្គ្រាម Gambling វូតាំងនិងសាកាម៉ូតូ Family ក៏ត្រៀមចាប់ផ្ដើមឡើងជំរាបសួរកូនខ្មែរទាំងអស់គ្នាពេលនេះសូមអញ្ជើញទស្សនារឿងសាកាម៉ូតូ Day បន្តទៀតកាលពីមុនវូតាំងដែលជាបងប្រុសរបស់លូលូបានមកប្រទេសជប៉ុនដើម្បីចង់នាំយកលូលូទៅប្រទេសចិនវិញដើម្បីធ្វើជាមេដឹកនាំពន្ធកោម៉ាហ្វីបន្តពីឪពុកប៉ុន្តែផែនការនេះបានជោគជ័យទេក៏បានទៅលូលូបដិសេធថាខ្លួននឹងមិនទៅប្រទេសចិនវិញនោះទេដូច្នេះហើយទើបវូតាំងដាក់លក្ខខណ្ឌទៅឲ្យពួកគេបើសិនជាពួកគេទាំង3នាក់អាចលេងល្បែងឈ្នះបានលុយចាននៅក្នុងកាស៊ីណូមួយនេះចឹងលូលូមិនបាច់ទៅប្រទេសចិនវិញនោះទេដូច្នេះ Gambling Battle ក៏បានចាប់ផ្ដើមឡើងទឹកប្រាក់មានចំនួនកំណត់និងបែងចែកម្នាក់ៗខុសៗគ្នាសាកាម៉ូតូ15លានស៊ីន10លាននិងលូលូ5លានហើយទឹកប្រាក់សរុបចំនួនទាំងអស់គឺមាន30លានក្រុមសាកាម៉ូតូ Family ដែលខាតទៅតែឈ្នះ Gamblingមួយនេះលូលូក៏បាននិយាយពីសមត្ថភាពខួរក្បាលរបស់វូតាំងគឺឆ្លាតណាស់គេគឺជាសរសៃឈាមនៃវងតកូលលូម៉ាហ្វីដូច្នេះហើយល្បែងមួយនេះមិនអាចលេងសាច់បាននោះទេដាច់ខាតទៅតែឈ្នះ Gambling គឺមិនពឹងទៅលើសំណាងនោះទេគឺពឹងទៅលើខួរក្បាលដើម្បីយកឈ្នះព្រាមនោះវូតាំងក៏បាននិយាយទៅកាន់សាកាម៉ូតូនិងស៊ីននិងលយថា Gambling គឺពឹងផ្អែកទៅលើការកណនាចិត្តសាស្ត្រនិងប្រើប្រាស់ខួរក្បាលជាគោលមិនដូចជាឃាតករស៊ីឈ្នួលដូចជាពួកឯងនោះទេគឺចេះប្រើប្រាស់តែកម្លាំងបាយមិនចេះប្រើប្រាស់ខួរក្បាលជីវិតម៉ាហ្វៀដូចជាវូតាំងនេះគឺមិនងាយស្រួលនោះទេហើយគ្រាន់តែឃើញវូតាំងលេងឈ្នះគ្រប់ដៃនឹងលូលូក៏បានចាប់ផ្ដើមរអ៊ូថាគេមិនព្រមនឹងលក្ខខណ្ឌនោះទេឥឡូវដោះអីផ្សេងលេងទៅទីនក៏បានរកបានកន្លែងទំនេរដើម្បីភ្នាល់បរិមម្នាក់បានសន្លឹងមកមើលស៊ីនហើយក៏បានគិតក្នុងចិត្តថាគេមិនអាចឃើញក្មេងនេះពីមុនមកនោះទេតាមមើលទៅក្មេងនេះមិនចេះលេងល្បែងនោះទេគេនឹងស្រួលស៊ីលុយក្មេងមួយនេះជាមិនខានប៉ុន្តែមនុស្សទាំងអស់នេះមិនដឹងថាស៊ីនអាចមានសមត្ថភាពពិសេសអានការគិតរបស់មនុស្សជុំវិញខ្លួនបាននោះទេប៉ុន្តែការពិតទៅស៊ីនគឺមិនចេះលេងល្បែងនោះទេហើយក៏មិនដឹងពីច្បាប់របៀបនៃការលេងដូចគ្នាគ្រប់គ្នាក៏ចាប់ផ្ដើមដាក់លុយចូលទៅក្នុងតុចំណែកឯស៊ីនរបស់យើងវិញសម្លឹងមើលសន្លឹកបៀនិងភាពជឿក្បាលភ្លាមនោះលូលូក៏បានមកដល់ហើយអ្នកទាំងពីរក៏បានចាប់ផ្ដើមឆ្លោះគ្នាពេញនឹងដោយសារតែស៊ីនអត់ចេះលេងល្បែងអញ្ចឹងលូលូខ្លាចចាញ់ប៉ុន្តែដោយសារលវឆ្លោះគ្នាបន្ទាប់ពេញនឹងពួកគេមិនប្រយ័ត្នក៏បានធ្វើឲ្យសន្លឹកបៀធ្លាក់ទៅលើដីហើយបរិមម្នាក់ដែលនៅក្បែរនោះក៏បានឃើញសន្លឹកបៀរបស់ស៊ីនឬក៏បាននិយាយទៅកាន់ស៊ីនថាសន្លឹកបៀរបស់ស៊ីនកាក់អញ្ចឹងមិនអាចឈ្នះពួកគេបាននោះទេប៉ុន្តែអាប៉ែនេះនិយាយតបានចាំមួយវិនាទីផងរឿងមិននឹកស្មានដល់ក៏បានកើតឡើងស៊ីនបាច់ជារុញលុយរបស់ខ្លួនទាំងអស់ដាក់ចូលមកក្នុងតុហើយក៏បាននិយាយថានេះគឺជាក្តារចុងក្រោយហើយដើម្បីសម្រេចថាអ្នកណាជាអ្នកឈ្នះនិងអ្នកណាជាអ្នកចាញ់ឲ្យពិតប្រាកដតែធ្វើឲ្យអ្នកនៅទីនេះទាំងអស់គ្នាគឺភ្ញាក់ផ្អើលមែនទែនបន្ទាប់មកតាមមួយព្រឹកភ្នែកនឹងស៊ីនក៏បានឈ្នះលុយទាំងអស់នេះទៅវិញការពិតទៅស៊ីននិងលូលូសម្ដែងធ្វើជាឆ្លោះគ្នានោះទេដោយសារតែស៊ីនមានសមត្ថភាពអានចិត្តមនុស្សបានបែបនេះអញ្ចឹងស៊ីនក៏អាចដឹងសន្លឹកបៀមនុស្សជុំវិញខ្លួនបានដូចគ្នាហើយស៊ីនក៏សម្ដែងធ្វើមិនចេះលេងល្បែងដូចគ្នាដើម្បីឲ្យមនុស្សទាំងអស់នេះមិនយកចិត្តទុកដាក់ស៊ីនក៏បានស៊ីលុយពួកនេះយ៉ាងងាយស្រួលស៊ីនក៏បានឈ្នះ12លានបន្ថែមទៀតពីលើតែធ្វើឲ្យពួកនេះមុខស្អុយគ្រប់គ្នាតែម្ដងចំណែកឯសាកាម៉ូតូវិញគ្រាប់ពេញប៉ុងក៏លោតចូលលេខដែលសាកាម៉ូតូចាក់ដូចគ្នាតែធ្វើឲ្យសាកាម៉ូតូនឹងឈ្នះ29លានបន្ថែមទៀតហើយមើលទៅស្ថានភាពមិនស្រួលកូនចៅរបស់វូតាំងម្នាក់ក៏បានមកខ្សឹបប្រាប់វូតាំងថាពួកគេគឺឈ្នះច្រើនណាស់តែវូតាំងចង់ឲ្យគេនឹងកំចាត់សាកាម៉ូតូនិងស៊ីនចោលប៉ុន្តែវូតាំងក៏បានឆ្លើយថាមិនទាន់ដល់ពេលនោះទេតែរឿងក៏រំលឹកទៅអតីតកាលនៃ11ឆ្នាំមុននៅពេលដែលលូលូនិងវូតាំងនៅក្មេងនៅពេលដែលវូតាំងត្រូវក្រុមម៉ាហ្វៀមួយក្រុមទៀតធ្វើបាបប៉ុន្តែរំពេចនោះត្រូវបានលូលូមកជួយសង្គ្រោះទាន់ក្រុមម៉ាហ្វៀទាំងអស់នោះគ្រាន់តែឃើញលូលូភ្លាមគឺរត់ចែកជើងគ្នាតែម្ដងដោយសារតែលូលូគឺជាកូនស្រីនៃវងត្រកូលដ៏មានអំណាចមួយនៅចំនួននោះដូច្នេះហើយក្រុមម៉ាហ្វៀផ្សេងទៀតគឺឃើញលូលូដូចឃើញខ្មោចអញ្ចឹងគឺរត់តែម្ដងភ្លាមនោះលូលូក៏បានសួរទៅកាន់វូតាំងថាហេតុអ្វីឲ្យគេវាយស្រួលបែបនេះហេតុអ្វីវូតាំងមិនព្រមតដៃភ្លាមនោះវូតាំងក៏បានឆ្លើយថាជឿរើវិធីវាយបោទៅកាន់ពួកគេវិញគឺមិនមែនជាជំរឿនល្អនោះទេបើសិនជាវូតាំងអាចវាយឈ្នះពួកគេនៅថ្ងៃនេះថ្ងៃក្រោយពួកគេគង់តែមកវិញដដែលដូច្នេះហើយវិធីដែលវូតាំងជឿរើមិនការវាយបោទៅវិញគឺជាជំរឿនដ៏ល្អបំផុតភ្លាមនោះលូលូក៏បានសរសើរទៅកាន់វូតាំងថាពិតជាឆ្លាតមែនទែនពីព្រោះប៉ាលូលូធ្លាប់ប្រាប់ថាអាវុធដ៏ខ្លាំងរបស់មនុស្សយើងគឺមិនមែនកម្លាំងបាយនោះទេគឺខួរក្បាលគឺជាអាវុធដ៏កាចសាហាវរបស់មនុស្សយើងនៅពេលដែលលើពាក្យទាំងអស់នេះហើយវូតាំងគឺភ្ញាក់ផ្អើលមែនទែនទោះវូតាំងមិនចេះវាយគ្នាក៏ដោយតែអាវុធដ៏កាចសាហាវរបស់វូតាំងនោះគឺជាខួរក្បាលតាំងពីពេលនោះមកវូតាំងគឺជាមនុស្សដែលមានខួរក្បាលអច្ឆរិយៈនៅក្នុងក្លែននៅពេលដែលឈ្នះលុយគ្រប់ហើយសាកាម៉ូតូក៏បានមកសួរវូតាំងថាតើ
តែពួកគេទាំង3នាក់ហ្នឹងអាចទៅវិញបាននៅប៉ុន្តែវូតាំងក៏បាននិយាយថាពួកគេមិនទាន់ឈ្នះនោះទេប៉ុន្តែកូនចៅក្បែរដៃរបស់វូតាំងក៏បានមកនិយាយថាហេតុអ្វីលោកម្ចាស់មិនឲ្យពួកយើងបាញ់សម្លាប់ពួកគេតែម្ដងទៅហើយចេះតែបាញ់មែនបើត្រូវលូលូគិតមិនទៅភ្លាមនោះវូតាំងក៏បាននិយាយថាសកាម៉ូតូមិនទាន់ឈ្នះនោះទេសកាម៉ូតូគឺត្រូវលេងជាមួយខ្លួនម្ដងទៀតដែលល្បែង gambling មួយនេះគេហៅថា poker ច្បាប់ក្នុងការលេងនោះអ្នកណាចាប់សន្លឹកបៀត្រូវគឺជាអ្នកឈ្នះសង្គ្រាម gambling ដ៏ធំមែនទែនក៏បានចាប់ផ្ដើមឡើងហើយនៅពេលដែលដល់ Vincent ចាប់សន្លឹកបៀនោះទីងក៏ចង់ប្រើសមត្ថភាពការអានចិត្តរបស់ខ្លួនចង់ចូលអានចិត្តរបស់វូតាំងប៉ុន្តែនៅពេលដែលចូលដល់ខាងក្នុងគឺចិត្តគំនិតរបស់វូតាំងគឺច្រើនមែនទែនតែមិនដឹងថាមួយណាពិតប្រាកដនោះទេដោយសារតែលេខកូដខួរក្បាលរបស់វូតាំងលូតមកច្រើនពេកធ្វើឲ្យទិន្នន័យរបស់ស៊ីននឹងគឺចោទបាននោះទេធ្វើឲ្យស៊ីននឹងគឺសន្លប់ភ្លាមតែម្ដងដោយសារតែស៊ីននឹងសន្លប់បាត់ហើយដូច្នេះហើយស៊ីនត្រូវចាក់ចេញពីការប្រកួតមួយនេះហើយនៅពេលដែលវូតាំងមកចាប់សន្លឹកបៀរបស់សាកាម៉ូតូនោះវូតាំងគឺមានភាពជឿជាក់មែនទែនហើយនៅពេលដែលវូតាំងចាប់សន្លឹកបៀរបស់សាកាម៉ូតូនឹងគឺដកអត់ចេញនោះទេទោះប្រឹងដកយ៉ាងណាក៏ដកអត់ចេញដែរដោយសារតែកម្លាំងដៃរបស់សាកាម៉ូតូនឹងគឺខ្លាំងពេកហើយនៅពេលដែលសាកាម៉ូតូប្រឡែងដៃវិញនឹងធ្វើឲ្យវូតាំងនឹងគឺខ្ទាតឆ្ងាយមែនទែនប៉ុន្តែរឿងដែលសើនោះគឺវូតាំងចាប់សន្លឹកបៀខុសបាត់ទៅហើយការពិតទៅសាកាម៉ូតូគឺបានលួចដូរបៀរួចបាត់ទៅហើយប៉ុន្តែភ្លាមនោះរឿងមិននឹកស្មានដល់ក៏បានកើតឡើងកូនចៅរបស់វូតាំងជាច្រើនអ្នកក៏បានក្បត់នឹងវូតាំងពួកគេក៏បានយកកំភ្លើងមកភ្ជុំវូតាំងថែមទៀតផងហើយកូនចៅរបស់វូតាំងម្នាក់ក៏បាននិយាយថាពួកគេគឺមកប្រទេសជប៉ុនមកតាមវូតាំងនេះគឺមិនមែនដើម្បីលេងល្បែងឈួតអញ្ចឹងទេពីព្រោះថាពួកគេគឺជាម៉ាហ្វៀគឺជាអ្នកមានអំណាចគឺមិនមែនមកលេងល្បែងលេងសើចអញ្ចឹងទេហើយនៅពេលដែលទាត់ច្រកហើយវូតាំងក៏បាននឹកឃើញសម្ដីរបស់លូលូវូតាំងក៏បាននិយាយទៅកាន់ពួកគេថាបើសិនជាពួកគេហ៊ានបាញ់នោះគឺនៅលើខ្លួនរបស់វូតាំងគឺមានគ្រាប់បែកបើសិនជាពួកគេបាញ់គឺនឹងផ្ទុះស្លាប់ទាំងអស់គ្នាដែលធ្វើឲ្យកូនចៅក្រុមម៉ាហ្វៀទាំងអស់នេះគឺស្ទាក់ស្ទើរមិនហ៊ានបាញ់នោះទេប៉ុន្តែនេះមិនមែនជាការពិតនោះទេនេះគឺជាគំនិតរបស់វូតាំងបន្ទាប់មកវូតាំងក៏បានបោះម៉ូទៅកាន់សាកាម៉ូតូនិងលូលូក៏បានធ្វើការចាត់ការក្រុមម៉ាហ្វៀទាំងអស់នេះការពិតទៅនៅលើខ្លួនរបស់វូតាំងនេះគឺគ្មានគ្រាប់បែកអីនោះទេវាគឺជាគំនិតរបស់វូតាំងដែលនិយាយចេញមកតែប៉ុណ្ណោះបន្ទាប់ពីការប្រយុទ្ធគ្នានឹងហើយវូតាំងក៏បាននិយាយទៅកាន់សាកាម៉ូតូថាគឺគេទុកឲ្យលូលូនៅជាមួយសាកាម៉ូតូ family បន្តពីព្រោះថាគេគឺមិនអាចការពារលូលូបាននោះទេបន្ទាប់ពីរឿងរ៉ាវទាំងអស់ហ្នឹងហើយវូតាំងក៏សម្រេចចិត្តមកធ្វើការនៅហាងម៉ារបស់សាកាម៉ូតូម្នាក់ទៀតវូតាំងក៏និយាយថាគេមិននឹកស្មានថាពួកឯងអាចធ្វើឲ្យគេជាមេម៉ាហ្វៀធំហ្នឹងមកធ្វើការហាងម៉ាជាមួយពួកគេសោះហើយពួកគេក៏ចាប់ផ្ដើមនិយាយពីបរិះអាចកំបាំងដែលមានអក្សរ X នោះតែគេដឹងព័ត៌មានថាគេហៅបរិះម្នាក់នោះគឺជា Slaw ហើយបរិះ Slaw នោះគឺគ្មានអ្នកណាទាន់ដឹងព័ត៌មានច្បាស់នោះទេគេគឺជាឃាតករដ៏អាចកំបាំងបំផុតនៅពេលដែលគេសម្លាប់នរណាម្នាក់ហើយគេតែងតែសល់បពា X នៅលើជញ្ជាំងជានិច្ចតែរឿងក៏បានកាន់មកដល់កាឈីម៉ាគឺនៅរស់នោះទេហើយកាឈីម៉ាថែមទាំងមកជួបឃាតករដ៏ចម្លែកទាំង4នាក់ទៀតផងដែលយើងមិនទាន់ស្គាល់អត្តសញ្ញាណឃាតករទាំង4នាក់នេះទេហើយកាឈីម៉ាមកជួបពួកគេទាំង4នាក់នេះគោលបំណងគឺចង់ជួបពួកគេទាំង4នេះមកសម្លាប់សាកាម៉ូតូយើងមានឈ្មោះថាសប្រសម្លាប់មនុស្ស64ករណីគេនឹងគឺជាមនុស្សដែលចូលចិត្តជំរាបសួរអ្នកទាំងអស់គ្នាពេលនេះសូមអញ្ជើញទស្សនារឿងសាកាម៉ូតូដេបន្តទៀតមុននឹងចាប់ផ្ដើមអ្នកអត់បានមើលភាគមុនទេអាចចូលទៅមើលសិនបានព្រោះថាសាច់រឿងសាកាម៉ូតូដេមួយនេះតម្រូវឲ្យអ្នកទាំងអស់គ្នាមើលភាគមុនដើម្បីឲ្យងាយយល់សាច់រឿងចំពោះ admin វិញគឺហ៊ាននិយាយថាឲ្យអ្នកទាំងអស់គ្នាទៅមើលដាច់ខាតតែម្ដងចំណែកឯភាគមុនវិញគឺ admin ដាក់នៅខាងក្រោម description អាចចូលទៅមើលសិនបានតែសម្រាប់អ្នកចាស់គ្នាយើងតោះយើងចាប់ផ្ដើមការពីភាគមុនអ្នកទោះមិនស្គាល់អត្តសញ្ញាណ4នាក់បានបង្ហាញមុខឡើងរួចយើងក៏ដឹងផងដែរថាមេរបស់ពួកគេទាំង4នាក់នេះគឺជាកាឈីម៉ាមកជួបពួកគេទាំងរបួសហើយរបួសកាឈីម៉ាមួយនេះដែលបន្សល់ទុកពីការប្រយុទ្ធគ្នាជាមួយនឹងសាកាម៉ូតូហើយអ្នកទោសទាំង4នាក់នេះដែលគេហៅថា The Dead Raw Criminal ដែលមានសមាជិកដូចជានារីសាច់ដុំមានឈ្មោះតាដាមធ្លាប់សម្លាប់មនុស្ស188ករណីគេគឺជាមនុស្សកាយសាហាវចូលចិត្តការសម្លាប់និងសម្លាប់អ្នកផ្សេងជាការកំសាន្តរបស់គេហើយសមាជិកទី2របស់ពួកគេនឹងគឺមានឈ្មោះថាសធ្លាប់សម្លាប់មនុស្ស64ករណីគេនឹងគឺជាមនុស្សដែលចូលចិត្តហេតុទី3មានឈ្មោះថាអាផាតជាមនុស្សកំសាហើយមួយថ្ងៃគិតតែចង់ស្លាប់តែប៉ុណ្ណោះនិងសមាជិកចុងក្រោយគេនឹងគឺមានឈ្មោះថាមីនីម៉ាលីគឺធ្លាប់ស្លាប់មនុស្សនឹង370ករណីគឺច្រើនជាងគេហើយគេនេះគឺជាបងប្អូនរបស់អ្នកមើលកាឈីម៉ានឹងក៏បានឲ្យបញ្ជីឈ្មោះអ្នកដែលពួកគេត្រូវទៅសម្លាប់ដែលនៅក្នុងបញ្ជីមានសមាជិក The Order ផងដែរក្នុងនោះមានដូចជា Nakamoto Rank S Shishiba Rank A នារីទុំភ្លុន Osaragi Rank A និង Sakamoto Rank B+ គឺជា rank ដែលទាបជាង3អ្នកទៀតប៉ុន្តែមិនត្រឹមតែប៉ុណ្ណោះនោះស៊ីនឹងលូលូក៏មានក្នុងបញ្ជីដូចគ្នាតែមកដល់ក្រុមរបស់ Sakamoto វិញគឺពេលនេះ Wu Tang បានសម្រេចចិត្តចាក់ចេញពី Sakamoto Family ដើម្បីបន្តបេសកកម្មដើម្បីរកមើលស្លរបស់គេមុននឹងចាក់ចែងបានផ្ដាំឲ្យមើលថៃលូលូផងហើយវូតាងក៏បន្ថែមទៀតថាឲ្យពួកគេទាំងអស់គ្នានឹងគឺប្រុងប្រយ័ត្នជាមួយនឹង Dead Raw ក្រុមអ្នកទោសទាំងអស់នេះមិនមែនធម្មតានោះទេចំណែកឯខ្សែកាម៉ូតូ Family វិញពួកគេគឺបានមកដើរលេងធម្មតានោះទេដែលពួកគេនឹងគឺមកមើលរឿងនៅហាងកាសែតមួយកន្លែងហើយរឿងដែលពួកគេទាំង3អ្នកមើលនឹងគឺមានចំណងជើងថា Psycho Horror ព្រោះពួកគេទាំង3នាក់មិនដឹងថាបន្តិចទៀតនឹងមានរឿងធំកើតឡើងនោះទេកាន់មកដល់ក្រុម The Order វិញពេលនេះគឺនៅជុំគ្នាតែម្ដងតែពេលនេះពួកគេទាំង5នាក់ហ្នឹងគឺបានធ្វើដំណើរនៅតាមផ្លូវហើយ Shishiba បានឲ្យ Osaragi ជាអ្នកបើកឡានហើយនៅពេលដែល Osaragi បើកឡានសុកហ្នឹង Shishiba ក៏បានប្រាប់ Osaragi ថា Osaragi នឹងក៏បានបើកហួសផ្លូវហើយទៅត្រឡប់ទៅក្រោយវិញដោយនាងនឹងភ្លេចបត់ឆ្វេងប៉ុន្តែ Osaragi អត់ញ៉ៃច្រើនទេគឺបានអាយ៉ៃឡានទៅក្រោយតែម្ដងដែលបានធ្វើឲ្យឡានគេអ្នកផ្សេងទៀតនឹងគឺស្ទះផ្លូវពេញនឹងតែម្ដងប៉ុន្តែរំពេចនោះក៏មានសត្វរុយមួយនៅក្នុងឡានរបស់គេហើយសមាជិក The Order ដែលមានវ័យចំណាស់ម្នាក់ក៏មានឈ្មោះថា Takamura ចាប់អារម្មណ៍នឹងសត្វរុយមួយនោះភ្លាមៗនោះ Shiba ក៏បានស្រែកឲ្យគ្រប់គ្នាអោនចុះតែម្ដង
តែមួយដៃរបស់តាកាមូរ៉ាធ្វើឲ្យដាច់ដំបូលឡើងខ្ទេចតែម្ដងនៅថ្ងៃបន្ទាប់ហ្នឹងនៅហាងម៉ាករបស់សាកាម៉ូតូនៅពេលនេះ Heisuke និងសាកាម៉ូតូកំពុងវឹកហាត់ដោយសាកាម៉ូតូនឹងបានឲ្យ Heisuke នឹងបាញ់ទៅគេជាច្រើនគ្រាប់ហើយសាកាម៉ូតូក៏បានយកចង្កឹះដើម្បីចាប់គ្រាប់របស់ Heisuke ហើយនេះជាការវឹកហាត់ពិសេសមួយដែលពួកគេត្រៀមទុកនៅថ្ងៃក្រោយប៉ុន្តែភ្លាមៗហ្នឹងស៊ីនក៏បានលេចមុខមកប៉ុន្តែអត់ដឹងមិនទេសុកស៊ីនក៏បានទាញកាំបិតមកចាក់សាកាម៉ូតូតែម្ដងប៉ុន្តែសាកាម៉ូតូក៏បានចាប់ដៃស៊ីនជាប់នឹងរងមួយកាំបិតនេះសាកាម៉ូតូក៏បានសួរទៅកាន់ Nagumo ថា Nagumo នឹងគឺមកទីនេះធ្វើអីការពិតទៅស៊ីនម្នាក់នេះគឺជា Nagumo ប្រែកាឡាសោះចំណែក Heisuke វិញពេលតែឃើញបែបហ្នឹងហើយគឺភ្ញាក់ផ្អើលមែនទែនដោយ Heisuke នឹងបាននិយាយថាចុះអាប៉ែនេះចេះប្រែកាឡាវើយហើយ Nagumo មកនេះដើម្បីប្រាប់ដំណឹងទៅកាន់សាកាម៉ូតូថាគឺអ្នកទូតដៃឆៅដែល Draw គឺចិត្តមកសម្លាប់ពួកគេទាំងអស់គ្នាហើយប៉ុន្តែក្រុម The Order គឺបានធ្វើការទៅលើរឿងហ្នឹងហើយ Nagumo ខំមកនេះដើម្បីប្រាប់មិត្តចាស់ដើម្បីទុកការពារខ្លួនជាមុនហើយ Nagumo ក៏បានឲ្យបញ្ជាសម្លាប់ទៅកាន់សាកាម៉ូតូហើយសាកាម៉ូតូវិញពេលដែលឃើញខ្លួនឯង rank B+ ហើយគឺកាំងឆ្ញាញ់តែម្ដងដោយសារតែ rank B+ ហ្នឹងគឺជា rank ទាបជាងគេហើយពួកគេវិញគឺបានដាក់ Nagumo ជា rank S ដែល rank ខ្ពស់ជាងគេដែលធ្វើឲ្យ Nagumo ហ្នឹងគឺសប្បាយចិត្តមែនទែនចំណែក Aisin និង Lulu វិញពួកគេពេលនេះកំពុងនៅហាងសត្វចិញ្ចឹមមួយកន្លែងចំណែក Aisin វិញគឺមានអារម្មណ៍ថាមិនស្រួលឡើយតាំងពីមានបញ្ហាមុនមករឿងទាំងអស់នេះតែងតែដកជាប់នឹងខួរក្បាល Sin ជានិច្ចដូច្នេះ Aisin ត្រូវតែខំវឹកហាត់ឲ្យខ្លាំងមិនអាចពឹងទៅលើសាកាម៉ូតូទាំងស្រុងនោះទេចំណែក Lulu វិញបានស្ដាប់នឹងសម្ដី Sin នោះទេគេនឹងតែអោបឆ្មាលេងណាឆ្កុយភ្លាមនោះក៏មានបុគ្គលិកមួយមកសួរ Sin ថា Sin នឹងគឺចូលចិត្តសត្វឆ្កែអត់ហើយ Sin ក៏បាននិយាយថាគេនឹងអត់ចូលចិត្តសត្វឆ្កែនោះទេភ្លាមនោះសក៏បានលេចមុខមកនៅក្នុងហាងមួយនេះដែរភ្លាមនោះលូលូនិងស៊ីនក៏បានសួរទៅកាន់សថាតើលោកជាអ្នកណាប៉ុន្តែសក៏បាននិយាយថាគេគឺជាទាហានដែលចូលនិវត្តន៍តែប៉ុណ្ណោះមិនចាំយូរសក៏បានដកអាវុធរបស់គេចេញមកហើយសថែមទាំងបាននិយាយថាមុននឹងគេសម្លាប់អាកាម៉ាប់សាកាម៉ូតូគេសម្លាប់គ្រួសារនិងមិត្តគេជាមុនសិនដើម្បីធ្វើឲ្យសាកាម៉ូតូបាក់ទឹកចិត្តនិងអស់សង្ឃឹមក្នុងជីវិតហើយជាការពិតណាស់សមកនេះដើម្បីសម្លាប់លូលូនិងស៊ីននឹងឯងមិនចាំយូរសក៏បានដកពូថៅកាប់ទៅលើស៊ីនភ្លាមតែម្ដងប៉ុន្តែសំណាងល្អស៊ីនរហ័សក៏បានយកដែកមួយមករងពូថៅមួយនេះជាប់ដូច្នេះហើយស៊ីនមិនតែរបួសអីនោះទេសក៏បានសរសើរទៅកាន់ស៊ីនថាពូកែកិច្ចមែនទែនហើយនៅពេលដែលសបាននិយាយឈ្មោះស៊ីននោះស៊ីនក៏បានសួរទៅកាន់សវិញថាហេតុអ្វីស្គាល់ឈ្មោះរបស់គេសក៏បានតបវិញភ្លាមថាមុខសញ្ញាគឺនៅក្នុងបញ្ជីមួយនេះក្មេងស្រីលូសៅតាំងគឺ rank C ហើយចំណែកអតីតគិតករស៊ីឈ្នួលដែលមានឈ្មោះថាស៊ីនគឺ rank D ហើយនៅពេលដែលស៊ីនឃើញខ្លួនឯង rank ទាបជាងលូហ្នឹងក៏បានគាំងម្នាក់ទៀតតែម្ដងហើយមិនចាំយូរទឹកទី2ស៊ីននិងសក៏បានចាប់ផ្ដើមឡើងស៊ីនក៏បានធាក់ចូលមុខសពេញតែម្ដងដែលធ្វើឲ្យសហ្នឹងគឺរបួសបន្តិចដែរហើយសក៏បាននិយាយទៅកាន់ស៊ីនថាស៊ីនហ្នឹងគឺចាប់ផ្ដើមធ្វើឲ្យគេមិនសប្បាយចិត្តហើយសក៏បានយកខ្សែពួរចូលនឹងបថៅរបស់គេជាប់ហើយគប់ទៅលើស៊ីននិងលូលូតែម្ដងប៉ុន្តែស៊ីននិងលូលូពេលនេះធ្វើអីអត់បានទេគឺមានតែដាក់មេប្រូចរត់សិនប៉ុន្តែអត្ថស្ពីតពូថៅមួយនេះគឺលឿនមែនទែនដែលធ្វើឲ្យស៊ីននិងលូលូគឺរត់មិនទាន់នោះទេពូថៅដែលចងជាប់នឹងខ្សែមួយនេះគឺហោះដេញតាមពួកគេជានិច្ចតប្រើអាវុធពូថៅដែលចងជាប់ជាមួយនឹងខ្សែមួយនេះយ៉ាងល្អឥតខ្ចោះហើយពូថៅក៏បានហោះមកជាបន្តបន្ទាប់ដោយសារតែស៊ីនរងជំនួសលូលូបានធ្វើឲ្យស៊ីននឹងរបួសខ្លួនឯងប៉ុន្តែលូលូនិងស៊ីនក៏បានប្រឹងប្រយុទ្ធជាមួយសបន្តទៀតស៊ីនក៏បានប្រឹងយកភ្លើងដុតសផងដែរប៉ុន្តែធ្វើអីសអត់បាននោះទេប៉ុន្តែភ្លាមនឹងហាងមួយនេះក៏បានផ្ទុះឆេះតែម្ដងដោយសារតែកម្លាំងផ្ទុះខ្លាំងពេកបានធ្វើឲ្យលូលូសន្លប់បាត់ទៅហើយដូច្នេះហើយភារកិច្ចបន្ទាប់ស៊ីនវាយជាមួយសមួយស្មើនឹងឯងប៉ុន្តែមើលទៅនឹងស៊ីនគឺវាយមិនឈ្នះសឡើយដែលសនឹងគឺវាយស៊ីននឹងទ្រាំខ្លួនតែម្ដងហើយសក៏បាននិយាយពាក្យមើលងាយទៅកាន់ស៊ីនថាស៊ីនគឺគ្រាន់តែជាមនុស្សកំសាកមួយតែប៉ុណ្ណោះមិនអាចធ្វើអ្វីបាននោះទេហើយបន្ទាប់ពីគេសម្លាប់ស៊ីនហើយគេនឹងសម្លាប់សាកាម៉ូតូ Family ជាអ្នកបន្ទាប់ហើយពេលដែលសកាប់មួយបថៅប្រុងនឹងផ្ដាច់ជីវិតស៊ីននោះស៊ីនបានជានៅក្រោយក្នុងរបស់សវិញដោយនេះមិនដឹងថាមានអ្វីកើតឡើងនោះទេហើយស៊ីនគឺមកវិញជាមួយថាមពលថ្មីដ៏អាចកំបាំងតែលើកនេះមើលទៅស៊ីនហាក់ដូចជាមានប្រៀបជាងហើយទឹកទី3នេះស៊ីនវាយអសរដីនឹងដីតែម្ដងប៉ុន្តែយើងមិនទាន់ដឹងថាស៊ីនបានថាមពលនេះមកពីណានោះទេអញ្ចឹងយើងមានតែចាំមើលភាគក្រោយទាំងអស់គ្នាសម្រាប់រឿងមួយនេះដែរអែមមិនក៏សុំសេះតាមនេះសិនបើគិតថារឿងនេះល្អមើលកុំភ្លេចចុច like និង subscribe ម្នាក់មួយផងអរគុណច្រើនយើងជួបគ្នានៅវីដេអូក្រោយទៀតបាយដោយសារតែកំហឹងអូសារ៉ាហ្គីក៏បានស្ទុះទៅក្រោយខ្នងរបស់ដាំហើយនឹងចាប់បោកក្បាលនាងជាមួយនឹងថ្មបោកយកតែម្ដងចង់មើលក៏បានអត់ចង់មើលក៏បានអេដមិនអត់ដែរខ្វល់នោះទេដោយសារតែអេដមិនកើតជំងឺខ្ជិលអញ្ចឹងអេដមិនមើលប៉ារ៉ូលហើយនិយាយយកតែម្ដងជំរាបសួរបៀតជំរាបសួរបាទពេលនេះយើងសូមអញ្ជើញទស្សនារឿងសាកាម៉ូតូដេបន្តទៀតការភាពមុនស៊ីនត្រូវប្រយុទ្ធគ្នាជាមួយសតែម្នាក់ឯងអាវុធរបស់សនឹងគឺជាវត្ថុដែលចងជាប់ជាមួយនឹងខ្សែសគឺប្រើវាយ៉ាងល្អខ្ចោះទីនឹងគឺគ្មានកាឡូជាមួយសនោះឡើយពេលដែលសរៀបលើវត្ថុផ្ដាច់ជីវិតស៊ីននោះហើយភ្លាមនោះស៊ីនក៏បានថាមពលថ្មីយ៉ាងអាចកំបាំងហើយម្ដងនេះស៊ីនគឺជាអ្នកមានប្រៀបជាងប៉ុន្តែនៅពេលស៊ីននឹងចង់ស្ទុះទៅវាយសមួយដៃទៀតនោះបែរជាថាមពលនៅក្នុងខ្លួនរបស់ស៊ីននឹងគឺធ្វើຕົកទៅវិញឃើញអាការល្អម្ដងហ្នឹងសក៏ចង់សម្លាប់ស៊ីនវិញភ្លាមតែម្ដងប៉ុន្តែសំណាងល្អលូលូដែលងើបពីសន្លប់មកជួយរងពូថៅនេះទៅវិញហើយពេលនេះលូលូប្រែដូចជាមនុស្សផ្សេងម្នាក់ទៀតអញ្ចឹងហើយលូលូក៏បាននិយាយឡើងកាយថាអាណាគេចង់មកសម្លាប់គ្រួសាររបស់នាងកុំទឹកក្បាលមួយនោះជាមិនខានចំណែកស៊ីនវិញនៅក្បែរនោះគឺមើលឡើងផឹកតែម្ដងនេះមិនមែនលូលូដែលស៊ីនធ្លាប់ស្គាល់នោះទេមូលហេតុដែលធ្វើឲ្យលូលូប្រែជាបែបហ្នឹងគឺដោយសារនាងផឹកស្រាស្រវឹងនៅពេលដែលគេផឹកស្រាស្រវឹងគឺបញ្ចេញអារម្មណ៍មកច្រើនមែនទែនប្រែដូចជាមនុស្សម្នាក់ផ្សេងទៀតអញ្ចឹងគឺមានដូចជាអារម្មណ៍ខឹងអារម្មណ៍សែតនិងអារម្មណ៍សប្បាយចិត្តប៉ុន្តែស្រវឹងលើកនេះគឺស្រវឹងសាហាវហ្មងពេលនេះលូលូគឺខ្លាចជាតារាងម៉ាហ្វៀយ៉ាងពិតប្រាកដពេលនេះវិជាការប្រយុទ្ធគ្នាជាមួយលូលូនិងសវិញម្ដងសក៏បានកុបថៃរបស់គេទៅបន្តទៀតប៉ុន្តែល
លូលូអបធូដៃជាមួយសនឹងទេក៏បានដាក់យកតែម្ដងតែមួយរំពេចភ្នែកលូលូក៏បានវាយសឲ្យដីនឹងដីលូលូក៏បាននិយាយគម្រាមសថាបើគេមិនចោះចាញ់នោះទេគេនឹងកាត់ម្រាមដៃរបស់សជាមិនខានដោយសារតែសក៏បានរឹងពេកមិនស្ដាប់លូលូក៏បានកាត់ម្រាមដៃរបស់សតែធ្វើឲ្យសគឺយំប្រកែកប្រកិនពេញដីដោយសារតែវាយចាញ់លូបែបនេះសក៏បានព្យាយាមរត់ចាក់ចេញពីទីនេះទាំងរបួសពីព្រោះថាសគឺមិនចង់ស្លាប់នៅទីនេះទេប៉ុន្តែលូគឺដូចខ្មោចតាមឡងសអញ្ចឹងគឺឲ្យសទៅណានោះទេដោយលូរត់កាន់កបិតព្យាយាមនឹងសម្លាប់សប៉ុន្តែពេលកំពុងរត់នឹងសរត់ទៅណាមិនរួចនោះទេដោយសារតែស៊ីននឹងគឺមកពីលើថែមម្នាក់ទៀតទីននឹងលូរួមដៃគ្នាកំចាប់សបានសម្រាប់ចាំមកដល់សមាជិកដ៏អត់វិញពេលនេះអូសារ៉ាហ្គីនិងស៊ីស៊ីបាកំពុងញ៉ាំអីនៅហាងមួយកន្លែងហើយស៊ីស៊ីបាបាននិយាយទៅកាន់អូសារ៉ាហ្គីថាឲ្យនាងញ៉ាំឲ្យលឿនទៅហើយភ្លាមអូសារ៉ាហ្គីក៏បានកែញុកតែម្ដងហើយបន្ទាប់ពីអូសារ៉ាហ្គីញ៉ាំហើយនាងក៏បានដើរសម្ដៅទៅព្រះវិហារ Temple តែម្ដងចំណែកឯសវិញគេមិនបានស្លាប់នោះទេគេក៏ប្រឹងរត់គេចខ្លួនពីលូនិងស៊ីនចេញមកដល់ខាងក្រៅពីព្រោះថាគេមិនចង់ស្លាប់នៅក្រោមដៃរបស់ស៊ីននិងលូទេគេក៏បានចូលមកដល់ក្នុងឡានដោយគិតថាខ្លួនឯងមានសុវត្ថិភាពហើយតែរឿងមិននឹកស្មាននោះគឺ Hello កូនប៉ាសមាជិកorder ម្នាក់មានឈ្មោះថាហេយ៉ូគេក៏បានចាំនៅក្នុងឡាននេះរួចជាស្រេចទៅហើយហេយ៉ូក៏បានវាយក្បាលរបស់សសម្រាប់ចោលតែម្ដងចំណែកអូសារ៉ាហ្គីដែលកំពុងនៅក្នុងព្រះវិហារនាងក៏បានបន់ស្រន់សុំឲ្យនាងនឹងគឺមានសុភមង្គលនិងរស់នៅយ៉ាងសុខសាន្តពេលដែលអូសារ៉ាហ្គីកំពុងបិទភ្នែកបន់ស្រន់នោះនារីសាច់ដុំឌីបក៏បានបង្ហាញខ្លួនមកនៅក្រៅក្នុងរបស់អូសារ៉ាហ្គីហើយក៏លើកមួយដៃចង់ព្យាយាមសម្លាប់អូសារ៉ាហ្គីនៅទីនេះតែម្ដងហើយអាវុធរបស់ឌីបគឺជាវត្ថុរឹងនៅក្នុងខ្លួនរបស់នាងបញ្ចេញមកខាងក្រៅប៉ុន្តែអត្ថរបស់ដាំគឺមិនត្រូវអូសារ៉ាហ្គីឡើយហើយអូសារ៉ាហ្គីក៏បាននិយាយទៅកាន់ដាំវិញថាដាំគឺមករំខានការបន់ស្រន់របស់នាងពិតជាខឹងខ្លាំងណាស់ដោយសារតែកំហឹងអូសារ៉ាហ្គីក៏បានស្ទុះទៅក្រៅខ្នងរបស់ដាំហើយនឹងចាប់បោកក្បាលនាងជាមួយនឹងថ្មបោកយកតែម្ដងនេះហើយជាអូសារ៉ាហ្គីនារីទុនភ្លុនក្រាស់របស់អេដមិនអូសារ៉ាហ្គីវាយដាំបណ្ដាជាមួយទឹកមុខដ៏ស្មើបណ្ដាយើងគឺដឹងស្រាប់ហើយសមាជិក order ម្នាក់គឺថាមពោគឺមិនអត់នោះទេគឺខ្លាំងយកតែមែនទែនប៉ុន្តែដែលមានឱកាសរត់គេចខ្លួនដាំក៏បានព្យាយាមតដៃជាមួយអូសារ៉ាហ្គីវិញដាំក៏មានឱកាសចាប់អាវុធរបស់អូសារ៉ាហ្គីជាប់និងបោះវាចេញទៅខាងក្រៅហើយពេលនេះអូសារ៉ាហ្គីគឺគ្មានអាវុធនៅក្នុងដៃនេះទេលើកនេះដាំក៏បានព្យាយាមបញ្ចេញអដ្ឋៈចេញពីក្នុងខ្លួនរបស់នាងកាន់តែច្រើនឡើងប៉ុន្តែនៅក្នុងរឿងហ្នឹងគឺមានឈុតបោយសក់គ្នាទេស្រីព្រោះត្រឡប់ស្រីវាយគ្នាចូលចិត្តបោយសក់គ្នាអូសារ៉ាហ្គីក៏បានព្យាយាមសង្កេតមើលអដ្ឋៈរបស់ដាំអដ្ឋៈមួយនេះគឺមិនអាចទៅចិត្តបានឡើយអូសារ៉ាហ្គីនាងគឺត្រូវប្រុងប្រយ័ត្នជានិច្ចព្រោះអដ្ឋៈនេះគឺលឿនមែនទែនបើអូសារ៉ាហ្គីទៅចិត្តអដ្ឋៈរបស់ដាំនោះនាងនឹងត្រូវរបួសខ្លួនឯងជាមិនខានប៉ុន្តែលើកនេះដាំគឺមានឱកាសបាញ់ត្រូវដៃរបស់អូសារ៉ាហ្គីនឹងជាប់ជាមួយដើមឈើប៉ុន្តែអូសារ៉ាហ្គីមិនបង្ហាញទឹកមុខដល់ឈឺចាប់ចេញមកនោះទេនាងគឺតែមុខងាប់បែបនេះជានិច្ចមិនត្រឹមបង្ហាញភាពឈឺចាប់នោះទេអូសារ៉ាហ្គីក៏បានទៅចិត្តខ្លួនរបស់ដាំថែមទៀតសាច់រឿងក៏ត្រឡប់ទៅកាន់អតីតកាលនៅពេលដែលដាំនៅក្មេងដាំគឺជាមនុស្សដែលចូលចិត្តសម្លាប់មនុស្សជាការកំសាន្តរបស់នាងដោយសារតែនាងខ្វះភាពកក់ក្ដៅពីសេចក្ដីស្រឡាញ់ដូច្នេះហើយដាំក៏បានជ្រើសរើសការសម្លាប់មនុស្សជាការកំសាន្តរបស់នាងនិងសេចក្ដីស្រឡាញ់ផងដែរហើយដាំនាងក៏ដឹងថាខ្លួនឯងដល់កម្រិតផងដែរនាងក៏ប្រឹងបញ្ចេញអដ្ឋៈបន្តទៀតប៉ុន្តែលើកនេះអូសារ៉ាហ្គីគឺមានព្រៀបខ្លាំងមែនទែនដោយដាក់នាងយកតែម្ដងលើកនេះដាំគឺមិនអាចតដៃជាមួយអូសារ៉ាហ្គីបានឡើយហើយអូសារ៉ាហ្គីក៏បានឃើញអាវុធរបស់នាងដែលធាក់ចុះមកខាងក្រោមនោះហើយអូសារ៉ាហ្គីក៏បានបញ្ចេញអាវុធនោះឲ្យដាំឃើញផងដែរអាវុធរបស់អូសារ៉ាហ្គីគឺជារណាដែលមានធ្មេញដែកនៅឯងហើយជោគកន្លែងនេះមើលទៅអូសារ៉ាហ្គីគឺកាចមែនទែនតែមួយឆ្វាច់គឺដាច់ខ្លួនរបស់ដាំជា2ហើយដាំក៏បានស្លាប់ផងដែរសមាជិក Dead Row Criminal គឺស្លាប់2នាក់ហើយចំណែកកាឈីម៉ាវិញដែលរៀបគម្រោងសម្រាប់ The Order នោះពេលនេះអាផាតគឺបានមករករឿងជាមួយកាឈីម៉ាហើយពេលនេះអាផាតក៏ដឹងការពិតផងដែរកាឈីម៉ាគឺគាត់តែចង់ប្រើអាផាតតែប៉ុណ្ណោះដោយដឹងពីល្បិចរបស់កាឈីម៉ាអាផាតក៏ចង់មករករឿងជាមួយនឹងកាឈីម៉ាអាផាតក៏បញ្ចេញអាវុធរបស់គេចេញមកគឺជាខ្សែវេទមន្តហើយអាផាតក៏បានប្រើខ្សែវេទមន្តរបស់គេទាញបណ្ដាច់ខ្លួនរបស់កាឈីម៉ាជាដុំដូចជានំស៊ូស៊ីអញ្ចឹងដោយសារតែខ្លួនប្រាណរបស់កាឈីម៉ាជាអាយ៉ងបែបនេះអញ្ចឹងកាឈីម៉ាគឺមិនស្លាប់នោះទេអាផាតក៏បាននិយាយគម្រាមទៅកាន់កាឈីម៉ាប្រមាណម៉ាត់ហើយក៏ដើរចេញបាត់ទៅកាលមកដល់ក្នុងហាងម៉ាត់របស់សាកាម៉ូតូវិញពេលនេះអាអ៊ុយគឺនៅក្នុងហាងម៉ាត់តែម្នាក់ឯងប៉ុន្តែរឿងកាន់តែធ្ងន់ទៀតនោះគឺសមាជិក Dead Row Criminal ម្នាក់ទៀតដែលមានឈ្មោះថា Minimali គឺបានមកក្នុងហាងម៉ាត់មួយនេះដើម្បីចង់សម្លាប់អាអ៊ុយហើយនៅក្នុងហាងម៉ាត់មួយនេះគឺនៅតែអាអ៊ុយម្នាក់ឯងតែប៉ុណ្ណោះហើយ Minimali ក៏បានច្របាច់ករបស់អាអ៊ុយហើយគេក៏បានសួរទៅកាន់អាអ៊ុយថាតើសាកាម៉ូតូនៅទីណាបើមិនប្រាប់នោះទេគេនឹងសម្លាប់អាអ៊ុយជាមិនខានអូខេអ្នកទាំងអស់គ្នាសាកាម៉ូតូភាគទី8គឺមានប៉ុណ្្នឹងទេអូខេអ្នកទាំងអស់គ្នាពេលនេះ Admin សុំស្លេះសាច់រឿងមួយនេះសិនគ្នាទៅវីដេអូក្រោយទៀតបាយ